តើអ្វីជាបទល្មើសមនុស្សឃាតដោយអចេតនាតើបទល្មើសនេះត្រូវទទួលទោសបែបណាយោងតាមស្មារតីមាត្រា207នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ញត្តិថាបទមនុស្សឃាតដោយអចេតនាគឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយទី1ការធ្វេសប្រហែសការមិនប្រុងប្រយ័ត្នឬការខ្ជិលខ្ជាទី2ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវក្នុងន័យខាងលើពាក្យថាការធ្វេសប្រហែសគឺជាការភ្លេចភ្លាំងខ្វះភាពហ្មត់ចត់ការមាក់ងាយដោយជនល្មើសចំពោះការមិនប្រុងប្រយ័ត្នសំដៅទៅលើអំពើទាំងឡាយណាដែលបណ្ដាលមកពីការមិនបានប្រុងប្រៀបស្មារតីដោយការរវើវាជាដើមរីឯការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវគឺជាការមិនប្រតិបត្តិតាមបទបញ្ជាទាំងឡាយដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័នឬសហគ្រាសណាមួយឬគឺជាការមិនប្រតិបត្តិតាមអ្វីដែលច្បាប់បានតម្រូវឲ្យធ្វើបទមនុស្សឃាតដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលឧទាហរណ៍កាលពីឆ្នាំ2014មានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅម្ដុំស្តាតអូឡ িম্প ពិកដែលកើតឡើងដោយសារតែការធ្វេសប្រហែសរបស់អ្នកម៉ៅការសំណង់និងជាងសំណង់ក៏បានធ្វើឲ្យដែកជ្រុងប្រវែងជាង1ម៉ែត្រធ្លាក់ពីលើអគារកំពុងសាងសង់ត្រូវចំក្បាលស្ត្រីម្នាក់បណ្ដាលឲ្យបែកលាតក្បាលស្លាប់ភ្លាមទង្វើនេះបង្ហាញថាទោះបីជាអ្នកម៉ៅការសំណង់និងជាងសំណង់ពុំមានចេតនាក្នុងការសម្លាប់ស្ត្រីនោះក៏ដោយប៉ុន្តែការខ្ជិលខ្ជាការធ្វេសប្រហែសរបស់ពួកគាត់គឺបណ្ដាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតដែលត្រូវផ្តន្ទាទោសតាមមាត្រាខាងលើក្រៅពីបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌក៏មានច្បាប់ផ្សេងទៀតបានចែងអំពីការផ្តន្ទាទោសនិងដាក់ពិន័យទៅលើជនដែលធ្វើឲ្យបុគ្គលដទៃស្លាប់ដោយសារការធ្វេសប្រហែសឬខ្វះការប្រុងប្រយ័ត្នជាអាទិជាក់ស្ដែងករណីចរាចរណ៍ប្រសិនបើជនណាបើកបរដោយធ្វេសប្រហែសខ្ជិលខ្ជាមិនប្រុងប្រយ័ត្នឬមិនគោរពកាតព្វកិច្ចដែលបទបបញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឲ្យស្លាប់អ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ15លានរៀលនិងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រាអំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់អំពើល្មើសខាងលើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី10លានរៀលទៅ25លានរៀលកាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយដូចខាងក្រោមបើកបរដោយគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្តស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពី0.40មីលីក្រាមក្នុង1លីត្រខ្យល់ឬចាប់ពី0.80ក្រាមក្នុង1លីត្រឈាមឡើងទៅបណ្ដាលឲ្យមានស្លាប់មនុស្សច្រើនអ្នករត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវាសពីការទទួលខុសត្រូវឧទាហរណ៍លោកបានទៅចូលរួមកម្មវិធីមង្គលការរបស់មិត្តភក្តិខ្លួនហើយបានផឹកស្រាស្រវឹងក្រោយពីចប់កម្មវិធីលោកបានបើកបររថយន្តរបស់ខ្លួនត្រឡប់មកផ្ទះវិញប៉ុន្តែដោយសារលោកបើកបរស្ថិតនៅក្នុងស្ថានភាពស្រវឹងទើបលោកបានរែកចង្កូតឡានទៅបុកលោកស្រីបណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែងទង្វើរបស់លោកទោះបីពុំមានចេតនាក្នុងការសម្លាប់មនុស្សប៉ុន្តែទង្វើនោះកើតចេញពីការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងដែលបណ្ដាលឲ្យមានមនុស្សស្លាប់ដែលត្រូវផ្តន្ទាទោសតាមមាត្រា85នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសរុបជារួមបទល្មើសមនុស្សឃាតដោយអចេតនាត្រូវបានចែងក្នុងក្រមព្រហ្មទណ្ឌឆ្នាំ2009ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ2015ឬច្បាប់ពិសេសផ្សេងទៀតនៃព្រះរាជាណាចក្រកម្ពុជាដែលបានបញ្ញត្តិយ៉ាងច្បាស់ក្នុងការផ្តន្ទាទោសនិងដាក់ពិន័យចំពោះជនដែលបានប្រព្រឹត្តកំហុសដែលកើតឡើងចេញពីការខ្ជិលខ្ជាការធ្វេសប្រហែសឬខ្វះការប្រុងប្រយ័ត្នរបស់ជននោះ